ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃហ្នឹងដែរខ្ញុំនឹងមក demo តាក់ទងជាមួយនឹង homework លោកគ្រូមួយទៀតដែលគាត់ឲ្យយើង customize alert matrix របស់យើងហ្នឹងលើ PVC នៅពេលដែលការប្រើប្រាស់ PVC របស់យើងហ្នឹងហួសកម្រិតចឹងណាហើយសម្រាប់លក្ខខណ្ឌហ្នឹងដែរអូខេសម្រាប់ homework ហ្នឹងដែរគឺខ្ញុំបានធ្វើចឹងសម្រាប់homework នេះតាមពិតទៅខ្ញុំបានតេស្តអស់ហើយប៉ុន្តែបន្ទាប់មកខ្ញុំ copy តេស្តមួយទៀតចឹងណាចឹងសម្រាប់ទី1អ្វីដែលយើងត្រូវធ្វើទី1គឺយើងត្រូវដាក់ certificate ច្រឡំគឺយើងត្រូវដាក់ domain name ឲ្យរបស់យើងសិនចឹងខ្ញុំសង្ឃឹមថាទាំងអស់គ្នាដូចជាមានហើយមាន Grafana មានដូចជា Prometheus ចឹងណាបាទ Prometheus ចឹងទៅចឹងយើងចូលមកដល់ alert rule មកគឺខ្ញុំមាន2ហើយ alert របស់ខ្ញុំហ្នឹងគឺខ្ញុំអូខេចាំយើង search ក្រោយទៅបាទចឹង alert ខ្ញុំមានដូចជាមាន monitoring ហើយនិង default អូខេឥឡូវយើងចូលមក code របស់យើងទី1គឺ Postgres deployment ចឹងយើងត្រូវការ deployment មួយដែរដើម្បី deploy port ឬក៏replica ឬក៏ container ដើម្បីអាចឲ្យ service យើង export port នឹងបានអញ្ចឹងណាអញ្ចឹង deployment នេះគឺយើងយល់ហើយខ្ញុំដាក់មួយនេះគឺដោយសារមុនហ្នឹងខ្ញុំតេស្តហើយអញ្ចឹងក្រោយហ្នឹងខ្ញុំដាក់មួយទៅហើយនេះគឺឈ្មោះ container របស់យើងអានេះ image របស់យើងអានេះ port របស់យើង image នេះយក let test អញ្ចឹងទៅតែអាចប្រើ stable ល្អជាងអានេះវា let test ពេកអូខេខ្ញុំមាន replica 2អញ្ចឹងទៅអញ្ចឹងនៅក្នុង deployment ហើយខ្ញុំបញ្យល់ពី stateful set អញ្ចឹង stateful set របស់យើងដឹងហើយគឺយើងប្រើជាមួយនឹង headless service អញ្ចឹងខ្ញុំមាន stateful set មួយហើយនៅក្នុង stateful set ហ្នឹងយើងដឹងថាវាបង្កើត PV ហើយនិង PVC ឲ្យយើង auto ហើយកន្លែង affinity នេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថាតើ node ណាដែលគួរ run port ណាហើយ port ណា run នៅលើ node ណាហើយខ្ញុំអត់ចង់ឲ្យ node 1 run port ហ្នឹងទេអញ្ចឹងណាបន្តមកទៀតនៅក្នុង container ហ្នឹងខ្ញុំមាន database របស់យើងអញ្ចឹងទៅហើយអានេះយើងចង់ដាក់ scene ក៏បានចង់ដាក់ testing ដូចខ្ញុំចេះក៏បានដែរហើយសម្រាប់ port នេះគឺយើងមាន container port របស់យើងមកបន្ទាប់មកនេះ volume របស់យើងដែលយើង mount ទៅទុកនៅណាក្នុង database ហ្នឹងបន្ទាប់មកនេះគឺ volume claim របស់យើងបាទឈ្មោះ volume claim ហើយ spec សម្រាប់ volume claim ហ្នឹងគឺខ្ញុំប្រើ NFS អញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើ Longhorn ប្រើអីប្រើទៅហើយសម្រាប់ access mode នេះគឺខ្ញុំប្រើ read write 1ហើយសម្រាប់តាមពិតទៅstorage ដែលខ្ញុំ request នេះដំបូងខ្ញុំដាក់ Machi ទៅតេស្តអត់ដើរដាក់500 MB 500 MB អត់ដើរដាក់250ដើរដាក់50 MB តែម្ដងទៅអញ្ចឹងបានវាដើរបន្ទាប់ពីខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំមាន service អញ្ចឹង service គឺខ្ញុំចង់ប្រើជាមួយនឹង headless service គឺខ្ញុំអត់ expose ទៅណាទេបាទគឺខ្ញុំប្រើជាមួយ headless service ហ្នឹងធម្មតាអូខេតែប៉ុណ្ណឹងឯងអញ្ចឹង stateful set ហ្នឹងជាទូទៅគេប្រើជាមួយនឹង headless service បន្តមកទៀតខ្ញុំមាននៅ alert rule ខ្ញុំមួយដែល API version វាគឺយើងយកចេញពី monitoring core ហ្នឹងហើយខាងគឺ Prometheus rule សម្រាប់ metadata យើងដាក់តាមធម្មតា namespace តាមពិតទៅយើងចង់ដាក់ default ក៏បាន monitoring ក៏បានដែរវាមិនជាបញ្ហាទេតែបញ្ហាធំផុតដែលខ្ញុំជួបគឺកន្លែងនេះគឺខ្ញុំទៅ say release ខុសrelease ខ្ញុំគឺគូ monitoring state release ប៉ុន្តែខ្ញុំទៅដាក់គូ Prometheus state វាច្រឡំអញ្ចឹងអ្នកនរគ្នាប្រយ័ត្នដែរកន្លែង label ហ្នឹងសម្រាប់ spec យើងដាក់មកគ្រប់អីគេ PVC demo rule អញ្ចឹងមកបន្ទាប់មកយើងដាក់មកនេះ PVC usage high demo test អញ្ចឹងទៅហើយសម្រាប់លក្ខខណ្ឌកន្លែងនេះខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់គេថាបើសិនជា PVC របស់ខ្ញុំនឹងគេប្រើប្រាស់លើសពី 0.1% គឺឲ្យវា alert មកហើយខ្ញុំអត់រងចាំទេគឺ0វិនាទីអញ្ចឹងតែម្ដងអូខេ label severity យើងប្រើ critical មកហើយនេះ annotation unknown របស់យើង summary និង description អូខេកុំឲ្យខាត់ពេលយូរយើងចូលទៅ run វាទាំងអស់ទៅខ្ញុំចូលមកដល់នេះដូចជា CD ថយក្រោយវិញខ្ញុំចូល CD alert អីគេ homework demo homework អីគេ demo បាទ clear អញ្ចឹងខ្ញុំដាក់ថា cube ctl cube ctl apply.f ចុចបាទឥឡូវយើងចាំមើល rule របស់យើងមកឃើញថាវាអត់ទាន់ដើរទេ
ចាំវាបន្តិចទៅទាំងអស់គ្នា computer ខ្ញុំរៀង slow បន្តិចបាទដូចជាឃើញដែរនេះ1 យ៉ាងមកបាទ stateful set ឃើញវាអត់ដែរបាទដែរបាទដែរបាទតែមិនដឹងថា alert ចឹងដែរអត់ព្រោះអត់ឃើញ notification alert មកទេនេះទេស្អាតអញ្ចឹងប្រហែលជាអត់ដែរទេទាំងអស់គ្នាអញ្ចឹងយើងចូលមកកន្លែងនេះយើង copy របស់យើងមួយមកបាទ copy របស់យើងដាក់មើលមានអត់បើអត់មានទេមានន័យថានេះអត់ដើរហ្នឹងហើយបាទបើអត់មានផងបានន័យដើរអញ្ចឹងបើវាអត់ដើរទេយើងគូប ctl exec មើលគូប ctl exec បាទនេះprogress demo 0មែនឥឡូវចេះគូប ctl get port មើលបាទខ្ញុំដាក់អីគេបាទនេះ10បាទ10 running មិញយកអាហ្នឹងយកមកប្រើមក64 second ហ្នឹងបាទយកអាហ្នឹងយកមកប្រើមកបាទ clear មួយមកបាទគូប ctl exec បាទយើងចូលមកអានេះមកដាក់ដក1ដក0ដែរមកបាទប៉ុណ្ណឹងមកដូចជាចូលមកដល់ហើយនេះអញ្ចឹងខ្ញុំទៅ copy អីមួយមកបាទ notepad អីមួយមកនេះ copy អាស្អីគេនេះខ្ញុំមួយមកបាទសម្រាប់ចូលទៅឃើញថាអត់ដូចជាអត់បាទឃើញថាមាន alert ទេនេះ alert មកបាទនិយាយទៅគ្រាន់តែខ្ញុំនេះឃើញអត់គ្រាន់តែខ្ញុំដាក់test file ពងទៅ alert មកនេះឃើញអត់ឃើញ alert មកនេះវាប្រាប់ថាម៉េច PVC usage demo test បាទ default port summary PVC គឺយកលើស 0.1% អញ្ចឹងនេះគេថាម៉េច usage លើស 0.1% អញ្ចឹងអាហ្នឹងalert notification យើងនេះមកនេះ PVC demo test គាត់ដាក់មកពងមកតែម្ដងបាទមកពងអញ្ចឹងយើងអាចចូលមើល view មកបាទឃើញថានេះលក្ខខណ្ឌរបស់យើងគឺយើងសរសេរមកអញ្ចឹងទៅអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយអរគុណទាំងអស់គ្នាខ្ញុំអត់បានសរសេរអីច្រើនទេព្រោះខ្ញុំតេស្តយកអញ្ចឹងហ្មងអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាអរគុណសម្រាប់ការមើលវីដេអូមួយហ្នឹងអរគុណជំរាបលាទាំងអស់គ្នាបាយបាយ